សូមជូនរឿងមេទ័ពដាវមាសនាសម័យអង្គរដ៏រុងរឿងមានមេទ័ពដ៏ក្លាហានម្នាក់និងព្រះរាជបុត្រវ័យក្មេងជាអ្នកការពារនគរយ៉ាងម៉េចហើយព្រះរាជបុត្រការវឹកហាត់ថ្ងៃនេះមិនអីទេលោកមេទ័ពខ្ញុំអាចធ្វើបានថ្ងៃនេះមានរឿងអ្វីកើតឡើងបានជាអ៊ូអមម្ល៉េះថ្ងៃនេះសត្រូវនឹងមកវាយប្រហារយើងល្អណាស់ចូលមកចុះត្រៀមខ្លួនហើយឬនៅពួកឯងថ្ងៃនេះយើងនឹងធ្វើសង្គ្រាមធំដើម្បីដណ្ដើមទឹកដីសម្រុកចូលសត្រូវមកដល់ហើយពួកយើងរៀបក្បួនទប់ទល់សត្រូវសម្រុកចូលកុំចាប់សត្រូវ For glory! Die! For the Empire! We will not yield! ឆាកប្រយុទ្ធដ៏ខ្លាំងក្លាក៏បានចាប់ផ្ដើមឡើងមេទ័ពដាវមាសប្រើដាវទឹករបស់គាត់កំចាត់សត្រូវរាប់រយនាក់ដាវរបស់គាត់ហាក់ដូចជាមានជីវិតឥទ្ធិពលដ៏ខ្លាំងក្លារបស់ដាវនេះធ្វើឲ្យសត្រូវស្លាប់រាប់ពាន់នាក់រីឯព្រះរាជបុត្រត្រូវបានឡោមព័ទ្ធដោយសត្រូវរាប់រយនាក់ស្លាប់ទៅពួកឯងមកបានទៅវិញមិនបានទេយើងគ្មានថ្ងៃចុះចាញ់ពួកឯងជាដាច់ខាតរាជបុត្រប្រយ័ត្នរាជបុត្រទទួលដាវចង់ស្លាប់ចូលមកចុះយើងកំដរឯងបាន Feed me, Kem! យើងមិនចាំបាច់ប្រើដាវក៏អាចសម្លាប់ឯងបានដែរចូលមកអាចោលឆ្លៀនពៀនលោកមេទ័ពស្លាប់ហើយពួកយើងនាំគ្នាដកថយឆាប់រត់ពួកយើង Retreat! To the Fall back! Run! Leave the shield moving! ធ្វើបានល្អណាស់ព្រះរាជបុត្រទ្រង់អស្ចារ្យមែនបើគ្មានដាវមាសរបស់លោកទេខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយដាវទឹកសមនឹងអ្នកក្លាហានលោកមេទ័ពក៏បានប្រគល់ដាវមាសឲ្យព្រះរាជបុត្រពេលនេះទ្រង់ក្លាយជាកងទ័ពដ៏ពិតប្រាកដហើយសូមជួយចុច Subscribe ដើម្បីទទួលបានរឿងនិទានថ្មីៗ